ចំណុចសំខាន់ដែលខ្ញុំចង់លើកឡើងនៅក្នុងវីដេអូនេះហើយសំខាន់សម្រាប់ក្រុមហ៊ុនរោងចក្រដែលផលិតស្រាបៀរនិងភេសជ្ជៈមានជាតិស្ករបាទបងប្អូនទាំងអស់គ្នាច្បាស់ជាបានទទួលដំណឹងហើយនឹងបានឃើញហើយពីសេចក្តីណែនាំរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុថ្ងៃនេះក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានចេញសេចក្តីណែនាំមួយស្តីពីការគ្រប់គ្រងផលិតផលគ្រឿងស្រវឹងនិងភេសជ្ជៈមានជាតិស្ករបាទអញ្ចឹងចំណុចមួយនៃសេចក្តីណែនាំហ្នឹងគឺចែងពីការបញ្ឈប់ការផ្ដល់រង្វាន់ឬបដូរជារង្វាន់នៅតាមកវលកំប៉ុងតាមគម្របដបឬក៏តាមទម្រង់ផ្សេងដែលមានភ្ជាប់ជាមួយនឹងកំប៉ុងសបកដបសបកបិទខ្ចប់ឬក៏កេសផលិតផលអញ្ចឹងគឺបញ្ឈប់ហើយគឺត្រឹមថ្ងៃទី30ខែកញ្ញាឆ្នាំ2026ជាកំហិតអញ្ចឹងក្នុងសារនេះខ្ញុំចង់ចេញវីដេអូនេះជំរាបជូនបងប្អូនមួយទៀតពីចំណុចសារៈសំខាន់មួយទៀតដែលតាក់ទងជាមួយនឹងអគ្គនាយកដ្ឋានពន្ធដារបងប្អូនមើលនៅក្នុងសេចក្តីណែនាំត្រង់ចំណុច2ការអនុញ្ញាតឲ្យលក់បញ្ចុះតម្លៃពាណិជ្ជកម្ម Trade Discount អនុញ្ញាតឲ្យមានការជំរុញនិងការលើកទឹកចិត្តផ្នែកពាណិជ្ជកម្មតាមរយៈការលក់បញ្ចុះតម្លៃពាណិជ្ជកម្ម Trade Discount ដោយកំណត់មិនឲ្យលើស 15% នៃថ្លៃលក់កត់ត្រាលើវិក័យប័ត្រនិងមិនត្រូវលើសពី 25% នៃថ្លៃលក់កត់ត្រាលើវិក័យប័ត្រចំពោះផលិតផលជិតផុតសុពលភាពប្រើប្រាស់ដែលមានអាយុកាលមិនលើសពី60ថ្ងៃមុនថ្ងៃផុតកំណត់ដោយត្រូវជូនដំណឹងមកអគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុជាមុនបាទបងប្អូនចំណុចនេះគឺសំខាន់បើសិនជាមានការ discount ដែលហៅថា trade discount ហ្នឹងគឺក្រុមហ៊ុនផលិតស្រាបៀរឬក៏រោងចក្រផលិតស្រាបៀរហ្នឹងគឺត្រូវជូនដំណឹងមកអគ្គនាយកដ្ឋានពន្ធដារជាមុនពេលដែលមានកម្មវិធីលក់បញ្ចុះតម្លៃដែលដូចមានចែងនៅក្នុងសេចក្តីណែនាំនេះគឺចាំបាច់ត្រូវជូនដំណឹងទៅអគ្គនាយកដ្ឋានពន្ធដារជាមុនអញ្ចឹងកន្លែងហ្នឹងដែលចំណុចសំខាន់ដែលខ្ញុំចង់លើកឡើងនៅក្នុងវីដេអូនេះហើយសំខាន់សម្រាប់ក្រុមហ៊ុនរោងចក្រដែលផលិតស្រាបៀរនិងភេសជ្ជៈមានជាតិស្ករសូមអរគុណបងប្អូនទាំងអស់គ្នាដែលបានទស្សនាវីដេអូនេះ